បាទនេះបាទបងប្អូនបាទសកម្មភាពកាប់ដើមដំឡូងមីបាទនេះស្អាតស្អាតនេះមកពីកូរ៉េបាទនេះអូនងើបបងប្អូនកុំភ្លេចជួយចុច like ចុច share ចុចសញ្ញា subscribe និងសញ្ញាកណ្ដឹងសូមអរគុណបងប្អូននេះក៏ចាប់ដើមពូនរងហើយបាទចាប់ដើមពូនរងមិនដែរបាទហើយពូនរងរួចពូនរងរួចស្អែកចាប់ដើមដាំហើយបាទស្អែកប្រមូលគ្នាមកដាំហើយបាទបាទនៅកន្លែងនេះចុះមកសេរីផាលបានវាអត់សូវឡើងវាសូវស្រួចដាក់វាស្រួចតិចព្រោះដីវាចំទឹកបើមិនថារងយើងវាទៀតទេវាលួយបាទវាលួយធ្វើឲ្យដំឡូងយើងវាអត់មានមើមអត់មានអីបងប្អូនហើយរងមិនឲ្យវាឡើងខ្ពស់តិចទៅហើយធំតិចទៅកុំឲ្យរងវាទៀតពេកព្រោះដីវាចំទឹកខាត់តិចអញ្ចឹងទេធ្វើមិនយើងមិនមកដាក់រងខ្ពស់ហើយធំតិចទៅដើម្បីជៀសវាងការលួយព្រោះឆ្នាំតាមាញ់មិនដាក់រងវាទួចវាយ៉ាងទៀតព្រោះវាលួយបាន10% ទៀតគឺលួយអស់តែឆ្នាំនេះទុកជាមេរៀនអញ្ចឹងមិនលើករងខ្ពស់ហើយធំបន្តិចតម្លាក់ផាលមកអស់ឲ្យវាឡើងអស់មកកុំឲ្យវាដូចពីឆ្នាំតាមាញ់គឺលួយអស់បាទបងប្អូនបាទចន្លោះដែលហ្នឹងគឺទុកតាមក្បាលរងនិងកន្ទីរងគឺទុកផ្លូវបាទទុកផ្លូវសម្រាប់យើងដឹកជីដឹកថ្នាំអីហ្នឹងមកបាញ់មកបាចហ្នឹងកុំឲ្យពិបាកយើងលីឆ្ងាយយើងដឹកឆ្ងាយវាពិបាកណាបងប្អូនពេលយើងត្រូវការបាញ់ថ្នាំបាញ់ជីអញ្ចឹងយើងទុកផ្លូវវាឆ្ងាយពេកពិបាកវាហត់វានឿយយើងតែយើងទុកផ្
lâu mà 50 mét mà lâu tới về sưu dừng bạn chúng ta này khác thì tục lâu thế tapi banh mà bàទឹកឆ្ងាយអីឆ្ងាយចឹងទៅលីជីលីឆ្នាំចឹងបាញ់តែពិបាកអស់ខាត់ពីវេលាច្រើនបាទបងប្អូនកុំភ្លេចជួយចុចសញ្ញាជាវឬសញ្ញា Subscribe ហើយចុចសញ្ញាកណ្ដឹងដើម្បីបានវីដេអូថ្មីៗពីខ្ញុំបាទពីរបៀបរបបកសិកម្មស្រុកស្រែកម្ពុជាយើងណាបាទ
បាទសួស្តីបងប្អូនក្នុងបណ្ដាញ YouTube របស់គ្នាបាទបាញ់បានគុំរងបាទហើយគុំរងក៏រួចហើយបាទហើយព្រឹកនេះចាប់ដើមដាំបាទហើយដើមកាប់អស់ហើយគុំហើយឥឡូវទៅដាំទេបាទហើយបងប្អូនបាទសូមតាមដានបងប្អូនគ្នាបាទអរគុណបាទចាប់ដើមដាំហើយបាទបងប្អូនហ្នឹងហើយហើយនេះក៏ចាប់ដើមដាំហើយបាទចាប់ដើមដាំខ្ញុំសិលមិនបានកាត់ដើមហើយនឹងពូនរងហើយនេះខ្ញុំកាប់បង្កោះមកដាំបាទដាំមកហាត់វា5នាក់មួយថ្ងៃរួចអត់ទៅខ្ញុំជឿថាប្រហែលជារួច5នាក់មកហាត់ជួយតាមដានជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីតាមដានបានវីដេអូថ្មីៗពី Channel ខ្ញុំបាទអរគុណបងប្អូនបាទជួយចុចសញ្ញាកណ្ដឹង